មិនថាគឺសុទ្ធតែមួយមានតែយ៉ាងណាទេគ្រាន់តែយកគ្នាអស់ទៅបានហើយខ្ញុំធ្លាប់ជាមហាកម្ពុជាអ្នកខ្លាំងម្នាក់នៅក្នុងទឹកដីដ៏ធំល្វឹងល្វើយនេះក្នុងមួយជីវិតនេះខ្ញុំបានទទួលសិស្សរាប់រយនាក់ដែលម្នាក់សុទ្ធតែមានសមត្ថភាពអស្ចារ្យប៉ុន្តែគួរឲ្យស្ដាយខ្ញុំកើតមកមានអាយុខ្លីរស់បានត្រឹមតែ200ឆ្នាំប៉ុណ្ណោះសូមជូនដំណើរលោកគ្រូសូមជូនដំណើរព្រះម្ចាស់អមតៈខ្ញុំបានរស់ឡើងវិញហើយកម្រិតវិជ្ជាគុណពិតជាបាត់បង់ស្ទើរតែអស់មែនប៉ុន្តែវិជ្ជាទេពរាប់មិនអស់នៅតែមានការត្រឡប់ទៅរកចំណុចកម្ពូលវិញគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះសិស្សច្បងតើជ្រលងភ្នំនេះមានប្រភពមកពីណាហើយអ្វីបានជាព្រះនាងអធិរាជបញ្ជាឲ្យពួកយើងមកយាមនៅទីនេះឆ្លាស់វេនគ្នាទីនេះគឺជាកន្លែងបញ្ចុះសពរបស់ព្រះម្ចាស់អមតៈព្រះម្ចាស់អមតៈថ្នាំបន្សាពោលផ្កាយ7លេបវាក្នុងរយៈពេល3ដង្ហើមបើមិនដូច្នោះទេប្រសិទ្ធភាពវានឹងថយចុះពាក់កណ្ដាលសូម្បីតែព្រះនាងអធិរាជបានហួររបស់យើងក៏មិនមែនជាការលេងលេងដែរអូអីចឹងសោះប៉ុន្តែក្នុងពេលដែលព្រះម្ចាស់អមតៈខ្លាំងពូកែយ៉ាងនេះហេតុអ្វីបានជាលោកព្រះម្ចាស់អមតៈមានវាសនាអយុផ្លេងនេះគឺជាការសោកស្ដាយតែមួយគត់របស់លោកសួស្ដីអ្នករាល់គ្នាតើទៅក្រុងឆាងយីងត្រូវទៅតាមផ្លូវណាសុំសួរបន្តិចតើទៅក្រុងឆាងយីងត្រូវទៅតាមផ្លូវណាមិនអីទេពួកឯងថយចេញទៅតើខ្ញុំមើលច្រឡំមែនទេមានមនុស្សម្នាក់ដើរចេញពីក្នុងជ្រលងភ្នំខ្ញុំក៏ឃើញដែរជ្រលងភ្នំនេះមិនមែនជាតំបន់ហាមឃាត់សម្រាប់ជីវិតទេអីតើម្នាក់នោះចេញមកពីណាឬមួយក៏ប្រញាប់ឡើងទៅរីកាជួបព្រះនាងអធិរាជព្រាមទីនោះហើយដែលខ្ញុំបានជួបសិស្សចុងក្រោយរបស់ខ្ញុំកាលពី300ឆ្នាំមុននាងគ្រាន់តែជាក្មេងសុំទានម្នាក់ដែលស្លៀកពាក់រហែករហុយប៉ុណ្ណោះប៉ុន្តែអ្នកដែលធ្វើឲ្យខ្ញុំស្ងប់ចិត្តបំផុតគឺមានតែសិស្សពើម្នាក់នេះឯងសិស្សដទៃទៀតខ្លះមានចិត្តមិនស្មោះត្រង់ខ្លះមានគម្រោងផ្ទាល់ខ្លួនទោះបីជាពួកគេទទួលបានជោគជ័យក្រោមការបង្រៀនរបស់ខ្ញុំក៏ដោយក៏ពួកគេចាប់ផ្ដើមឃ្លាតឆ្ងាយពីគ្រូដែរទៅក្រុងឆាងយីងសិនទៅកន្លងផុតទៅច្រើនឆ្នាំយ៉ាងនេះសង្ឃឹមថាសិស្សដទៃទៀតមិនប្រែប្រួលចុះពេលនេះមានតែជឿជាក់លើក្មេងស្រីម្នាក់នោះសិនហើយក្រាបទូលព្រះនាងអធិរាជទូលបង្គំមានរឿងមិនទាន់ត្រូវរីកាតើមានរឿងអ្វីបានជាស្លន់ស្លោដល់ថ្នាក់នេះក្រាបទូលព្រះនាងសិស្សដែលយាមកន្លែងសម្រាប់របស់ព្រះម្ចាស់អមតៈបានផ្ញើដំណឹងមកថាមានមនុស្សម្នាក់ដើរចេញពីទីនោះតើឯងនិយាយថាអីជាការពិតណាស់ពួកគេបានឃើញបុរសម្នាក់ដើរចេញពីជ្រលងភ្នំនោះដោយផ្ទាល់ភ្នែកម្នាក់នោះបានសួរផ្លូវទៅក្រុងឆាងយីងរួចក៏ចាក់ចេញទៅបាត់តំបន់ហាមឃាត់នោះត្រូវបានការពារដោយរបាំងមន្តអាគមវ៉ាន់ហួរដែលលោកគ្រូបានបន្សល់ទុកសូម្បីតែកម្ពុជាអ្នកខ្លាំងនៅសម័យនោះក៏មិនអាចចូលទៅបានដែរតើម្នាក់នោះមានធនធានយ៉ាងណាគឺជាបុរសវ័យក្មេងម្នាក់ដែលមានកម្រិតវិជ្ជាគុណត្រឹមតែដំណាក់កាលដំបូងនៃការចម្រាញ់ព្រលឹងប៉ុណ្ណោះប៉ុន្តែគេមានអំណាចអស្ចារ្យដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាមិនអាចស្មានដឹងពីសមត្ថភាពបានឡើយបុរសវ័យក្មេងម្នាក់ក្នុងការចងចាំរបស់ខ្ញុំលោកគ្រូគឺជាបុរសចំណាស់ដែលមានសក់ស្កើឬមួយក៏បញ្ជូនបញ្ជាទៅបិទគប់តំបន់ជុំវិញក្រុងឆាងយីងចម្ងាយ1000លីស្វែងរកបុរសវ័យក្មេងម្នាក់នោះឲ្យអស់ពីសមត្ថភាពចងចាំថាហាមឆ្លើយដាក់គេជាដាច់ខាតព្រមចុះអរគុណលោកគ្រូជាន់ខ្ពស់សិស្សនឹងទៅរៀបចំភ្លាម300ឆ្នាំហើយអ្វីបានប្រែប្រួលអស់រហូតដល់ក្លាយជាបែបនេះលោកតាសុំសួរបន្តិចទីនេះគឺជាក្រុងឆាងយីងមែនទេអ្នកប្រហែលជាមកពីឆ្ងាយហើយឥឡូវនេះវាបានក្លាយជាទីក្រុងឆាងយីងទៅហើយប៉ុន្តែអ្នកគ្រប់គ្នាធ្លាប់ហៅតាមឈ្មោះចាស់មិនដឹងថាលោកតាស្គាល់ស្ដីអ្នកតកូស៊ូនៅទីនេះទេកម្រិតវិជ្ជាគុណរបស់ខ្ញុំប្រហែលជាគូណាស់អ្នកតកូស៊ូមានពី3គ្រួសារដែរប៉ុន្តែអ្នកដែលមានវិជ្ជាគុណខ្ពស់ខ្ញុំមិនដែលឮសោះប៉ុន្តែបើចង់ស៊ើបដំណឹងអ្នកគួរតែទៅសាលាធានជីឆេនជេវាស្ថិតនៅផ្លូវស៊ីនជីឆេនយូខាងកើតត្រង់គេថាឲ្យតែមានធម្មញ្ញាគ្រប់គ្រាន់សូម្បីតែរឿងសម្ងាត់របស់ព្រះនាងអធិរាជក៏អាចស៊ើបដឹងដែរមិនបាច់ទេខ្ញុំមានវិធីរបស់ខ្ញុំហើយអ្វីបានជាបដាទាំងពីរនេះមើលទៅសំភ្នែកយ៉ាងនេះលោកគ្រូកូនចង់ខ្លាចជាអ្នកដែលដឹងរឿងគ្រប់យ៉ាងបំផុតក្នុងលោកដឹងរឿងលើមេឃដឹងរឿងក្រោមដីនិងដឹងរឿងគ្រប់យ៉ាងនៅចន្លោះនោះក្មួយស្រីខ្ញុំមកហើយឬមួយក៏ក្មេងដែលចូលចិត្តស៊ើបការពីមុនជាអ្នកបង្កើតវាឡើងខ្ញុំចង់រកមនុស្សម្នាក់រឿងនេះងាយស្រួលទេសាលាធានជីរបស់យើងពូកែបំផុតខាងស្វែងរកមនុស្សតើលោកចង់រកអ្នកណាហើយចង់ដឹងព័ត៌មានអ្វីខ្លះលីវឈីងសៀលីវខេងខូលោកម្ចាស់សូមប្រយ័ត្នសម្ដីព្រះនាងរបស់ព្រះនាងអធិរាជមិនអាចហៅផ្ទះបានឡើយបើពួកគេហ៊ានលោកនិងខ្ញុំនឹងមានគ្រោះថ្នាក់មិនខានព្រះនាងអធិរាជវ៉ាន់ហួរមិនបាច់ទេទៅដល់នឹងដឹងដោយខ្លួនឯងហើយតើឯងប្រកាសទេថាព្រះនាងអធិរាជវ៉ាន់ហួរគឺជាលីវឈីងសៀពិតប្រាកដណាស់ឈ្មោះរបស់ព្រះនាងអធិរាជអ្នកណាក៏ស្គាល់ដែរពេញទ្វីបនេះបើពួកបាក់វ៉ាន់ហួរអ៊ីលោកហៅឈ្មោះលោកបែបនេះច្បាស់ជាមានរឿងធំមិនខានមិនបាច់ទេខ្ញុំរកនាងឃើញហើយសៀវសៀជាវខោធំដឹងក្តីហើយតើសៀវសៀគេហៅព្រះនាងអធិរាជដូចជាក្មេងជំទង់ម្នាក់អីចឹង
នៅក្មេងយ៉ាងនេះតើគេឈួតមែនទេលោកម្ចាស់បើអ្នកផ្សេងញើសំដីនេះមិនអីទេខ្ញុំនឹងមានទំនាក់ទំនងជាមួយគ្នាពីមុនមកកុំលេងសាច់អីពួកយើងនិយាយរឿងការងារវិញតើលោកចង់ដឹងព័ត៌មានអ្វីខ្ញុំចង់ដឹងពីកន្លែងដែលព្រះនាងអធិរាជវ៉ាន់ហួរកំពុងស្នាក់នៅទីកន្លែងរបស់ព្រះនាងគឺត្រូវបានគេដឹងជាសាធារណៈហើយបាក់វ៉ាន់ហួរគឺជាកន្លែងដែលលោកកំពុងហ្វឹកហាត់វិជ្ជាគុណតើសាលាទានជីដឹងពីកន្លែងដែលមានស្មៅជីវិត9សន្លឹក Night Live Library ទេលោកម្ចាស់សូមចិត្តត្រជាក់សិនតើមានរឿងអ្វីកើតឡើងបងស្រីរួមគ្រូរបស់ខ្ញុំត្រូវឆ្នាំពោះសាហាវឬថាមានតែស្មៅទេទើបអាចជួយសង្គ្រោះបានទោះត្រូវបងថ្លៃប៉ុណ្ណាក៏ដោយក៏ខ្ញុំព្រមដែរសូមប្រាប់ខ្ញុំឲ្យឆាប់មកឆ្នាំពោះនេះសាហាវណាស់ចាំបន្តិចខ្ញុំនឹងទៅឆែកមើលក្នុងបញ្ជីសម្ងាត់ទ្រាំបន្តិចទៅ CO Care ត្រូវតែទ្រាំឲ្យបានមិនកាទេឆ្នាំពោះនេះជ្រាបលឿនពេកហើយខ្លាចតែចាំឆ្នាំមិនទាន់ CO មានកម្លាំងធាតុក្នុងខ្លួននាងអាចទ្រាំបានមួយរយៈទៀតឲ្យតែឆ្នាំមកដល់ច្បាស់ជាមានសង្ឃឹមបើប្រាស្មៅជីវិត9សន្លឹកអូនស្រីរបស់ឯងនឹងស្លាប់ក្នុងរយៈពេលមិនដល់30វិនាទីឡើយតើឯងនិយាយថាអីឯងជាស្អីបានជាហ៊ានមកនិយាយផ្ដេសផ្ដាសនៅទីនេះហ្វាងសៀនវិញឈួនថយចេញទៅបើលោកហ៊ាននិយាយបែបនេះតើលោកដឹងទេថានាងត្រូវឆ្នាំពលអ្វីបើខ្ញុំមើលមិនច្រឡំទេនាងត្រូវពូស្វាយ7ខ្នាត7 Purple Snake Camp ពូស្វាយ7ខ្នាតមិនដែលលីសោះតើពូនោះមានពណ៌ខ្មៅរលើបនិងមានកង់ពណ៌ប្រាក់ចំនួន7មែនទេទូលបង្គំមិនហ៊ានស្មានផ្ដេសផ្ដាសឡើយគ្រាន់តែទីត្រូវប៉ុណ្ណោះគ្រាន់តែពូពីមួយក្បាលសោះមិនបាច់អួតពេកទេពូស្វាយ7ខ្នាតរស់នៅកន្លែងត្រជាក់ខ្លាំងពីសរបស់វាសាហាវណាស់បើខំប្រឹងប្រើកម្លាំងធាតុក្នុងខ្លួនវានឹងរឹតតែធ្វើឲ្យពីជ្រាបលឿនជាងមុនបើលោកស្គាល់ពីនេះតើលោកដឹងពីវិធីព្យាបាលទេវាគឺជាសត្វដែលមានពីសាហាវបំផុតបើត្រូវវាខំហើយមិនដល់កន្លះម៉ោងទេនឹងត្រូវស្លាប់ដែលនាងនៅរស់ដល់ពេលនេះគឺដោយសារមានអ្នកជួយទប់ពីបានល្អពិតមែនហើយខ្ញុំគឺជាសិស្សផ្ទាល់របស់ច្រកភ្នំ Stake House Medicine King Valley ល្មមប្រើការបានខ្លះដែរប៉ុន្តែមិនច្រើនទេច្រកភ្នំ Stake House គឺជាកន្លែងដ៏វិសុទ្ធដែលទើបតែលេចមុខកាលពី300ឆ្នាំមុនប៉ុណ្ណោះ Stake House មានឈ្មោះថា Moran គេគឺជាគ្រូពេទ្យដែលពូកែបំផុតក្នុងលោកមិនមានជំងឺណាដែលគេព្យាបាលមិនជាឡើយឲ្យតែនៅមានដង្ហើមគេច្បាស់ជាអាចជួយបាន Moran ខ្លួនឯងឈឺស្ទើរតែស្លាប់ទៅហើយនៅចង់រៀនពេទ្យទៀតលោកគ្រូកូនត្រូវតែរៀនដើម្បីព្យាបាលជំងឺគ្រប់យ៉ាងក្នុងលោករួមទាំងជំងឺរបស់ខ្លួនឯងផងដែរមិននឹកស្មានថាក្មេងដែលឈឺរ៉ាំរ៉ៃកាលពីមុនឥឡូវខ្លាចជា Stake House ទៅហើយអរគុណលោកដែលបានណែនាំប៉ុន្តែខ្ញុំនៅតែជឿជាក់លើសិស្សរបស់ Stake House ជាងគួរឲ្យស្ដាយសម្រាប់ក្មេងស្រីម្នាក់នេះណាស់តើឯងនិយាយថាអីរកឃើញហើយស្មៅជីវិត9សន្លឹកមានលក់នៅហាង Stake House ឬថាទើបតែមកដល់ថ្មីនេះឯងស្មៅជីវិត9សន្លឹកវាគឺជាវត្ថុដ៏កម្របំផុតសិស្សប្អូនគឺសង្ឃឹមលើឯងហើយបច្ចេកទេសផ្សំថ្នាំពិតជាអស្ចារ្យមែនសូមជាសិស្សរបស់ច្រកភ្នំ Stake House មែនរួចរាល់ហើយថ្នាំគ្រាប់នេះមានគុណភាពខ្ពស់ណាស់មានគេនៅទីនេះកញ្ញា CEO ច្បាស់ជាមិនអីទេពិតមែនហើយអ្នកខ្លះហ៊ាននិយាយថាស្មៅជីវិត9សន្លឹកមានគ្រោះថ្នាក់និយាយផ្ដេសផ្ដាសមែនខ្ញុំនិយាយតែការពិតប៉ុណ្ណោះរួចរាល់ហើយ CEO មិនអីទេឃើញទេខ្ញុំគឺជាអ្នកបន្តវេនពី Stake House បន្តិចបន្តួចប៉ុណ្ណឹងងាយស្រួលបំផុតហេតុអ្វីបានជាបែបនេះCEO ចាំបន្តិចស្ថានភាពនេះគឺដូចអ្វីដែលបុរសម្នាក់នោះបាននិយាយអញ្ចឹងខ្ញុំប្រាប់ហើយថាស្មៅជីវិត9សន្លឹកនឹងធ្វើឲ្យពីជ្រាបកាន់តែលឿនពេលនេះនាងសល់ពេលមិនច្រើនទេសូមលោកម្ចាស់មេត្តាជួយអូនស្រីខ្ញុំផងទោះត្រូវបងថ្លៃអ្វីក៏ខ្ញុំព្រមដែរឃើញថាពួកឯងគឺជាសិស្សរបស់គេខ្ញុំនឹងជួយនាងម្ដងចុះក្នុងខ្លួនឯងមិនមែនមានតែថ្នាំព្យាបាលទេមែនទេប្រហែលជាមានថ្នាំពីរដែរខ្ញុំពិតជាមានថ្នាំពីរខ្លះមែនប៉ុន្តែតើលោកដឹងដោយរបៀបណាយកថ្នាំពីរទាំងអស់ដែលឯងមានមកឲ្យខ្ញុំហើយសូមខ្ចីឆ្នាំងផ្សំថ្នាំរបស់ឯងប្រើបន្តិចតើនេះគឺជាបច្ចេកទេសផ្សំថ្នាំបែបណាសូម្បីតែផ្សំថ្នាំពីរក៏មិនអាចធ្វើបែបនេះដែរមិនថាគ្រឿងផ្សំទាំងនោះមានប្រតិកម្មយ៉ាងណានោះទេគ្រាន់តែបោះវាចូលគ្នាទាំងអស់ទៅបានហើយនោះគឺជាអ្វីដែលពួកអ្នកផ្សំថ្នាំកម្រិតទាបទើបត្រូវដឹង
គាត់មិនខ្វល់ពីប្រតិកម្មគ្រឿងផ្សំផងនេះវាហួសហេតុពេកហើយមើលទៅកាលពីមុនគ្រាន់តែសំណាងបុករកកន្ទុយភេទទេគាត់មិនចេះវិជាពេទ្យតតែសោះអង្វរលោកហើយសូមជួយឲ្យនាងដឹងខ្លួនមកវិញផងនេះវិញ្ញាណឈីលៀនក្នុងឆ្នាំត្រូវបានដាស់ឲ្យភ្ញាក់ហើយសូម្បីតែលោកគ្រូក៏ពិបាកនឹងបញ្ជាវាដែរតើគាត់ធ្វើវាបានយ៉ាងដូចម្តេចនៅខ្វះគ្រឿងផ្សំមួយមុខទៀតហេតុអ្វីបានជាលឿនយ៉ាងនេះគ្រឿងផ្សំទាំងនេះធម្មតាត្រូវចំណាយពេល2ម៉ោងទើបអាចរំលាយអស់តើនេះជាស្អីទៅគ្រាន់តែហេតុខ្លឹមបន្តិចក៏មានអារម្មណ៍ថាវិញ្ញាណបានប្រមូលផ្ដុំឡើងវិញដែររបស់នេះពិតជាអាចជួយមនុស្សបានមែនទេមនុស្សធម្មតាត្រូវថ្នាំពលនេះច្បាស់ជាស្លាប់ភ្លាមមិនខានថ្នាំបន្សាបពុលផ្កាយ7លេបវាក្នុងរយៈពេល3ដង្ហើមបើមិនដូច្នោះទេប្រសិទ្ធភាពវានឹងថយចុះពាក់កណ្ដាលបើលេបវាទៅតើនាងពិតជាមិនស្លាប់មែនទេកុំបើលេបថ្នាំនោះចូលទៅទោះជាទេវតាចុះមកក៏ជួយមិនរស់ដែរកុំចូលមកចិត្តអីជាតិពុលកំពុងតែត្រូវបានបញ្ចេញមកក្រៅហើយបងស្រីបងដឹងខ្លួនហើយគាត់ពិតជាជួយសង្គ្រោះបានមែនខ្ញុំមិនដែលឃើញអាពូថៃបែបនេះពីមុនមកទេតើយុទ្ធនេះជានរណាវិជាពេទ្យរបស់គាត់សូម្បីតែអាពូវិទ្យានៅចុងសាច់ឆ្នាំក៏មិនអាចពីបានដែរបងស្រីតើបងមានអារម្មណ៍យ៉ាងណាដែរអំបញ្ញមិញខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមទៅហើយប៉ុន្តែឥឡូវនេះជាតិពុលក្នុងខ្លួនបានរលាយអស់គ្មានសល់លោកគ្រូជាន់ខ្ពស់តើលោកធ្វើវាបានយ៉ាងដូចម្តេចពួកផ្កាយ7ទោះបីជាពូពីប៉ុន្តែវាមិនសម្លាប់មនុស្សដោយជាតិពីនោះទេវាសម្លាប់ដោយការចាក់បញ្ចូលធម្មពលជីវិតទៅក្នុងខ្លួនជនរងគ្រោះធម្មពលជីវិតនេះសម្រាប់មនុស្សទូទៅគឺដូចជាថ្នាំពីរដ៏ខ្លាំងក្លាការដែលអ្នកប្រើស្មៅជីវិតស្លឹក9គឺប្រៀបដូចជាការថែមអស់លើគំនរភ្លើងអញ្ចឹងតាមពិតទៅគឺបែបនេះសោះអរគុណលោកគ្រូជាន់ខ្ពស់ដែលបានចង្អុលបង្ហាញអរគុណលោកគ្រូជាន់ខ្ពស់ដែលបានជួយជីវិតបើគ្មានលោកទេថ្ងៃនេះខ្ញុំច្បាស់ជាស្លាប់មិនខានមិនបាច់អរគុណទេបើមិនយកដល់មុខមាត់អធិរាជិនីនៃនិកាយការមិនពោទេខ្ញុំក៏មិនចង់លូកដៃរឿងអត់ប្រយោជន៍នេះដែរលោកស្គាល់លោកគ្រូរបស់ខ្ញុំផងប្រកាសជាស្គាល់ហើយស្គាល់ច្បាស់ជាងអ្នកទាំងអស់គ្នាទៅទៀតម្នាក់នេះនៅក្មេងសោះហេតុអ្វីបានជាស្គាល់លោកគ្រូឬមួយក៏ទទួលបានការចង្អុលបង្ហាញពីអធិរាជិនីនេះគឺជាការភ្ញាក់ដឹងខ្លួននៃសរសៃវិញ្ញាណព្រះឲ្យទីប្រជុំជនសាងយីងពិតជាមានសរសៃវិញ្ញាណច្រើនយ៉ាងនេះមែនទេនេះគឺជាកម្រិតលូហឺពិតប្រាកដកាលណាឈានដល់កម្រិតនេះនឹងអាចប្រើប្រាស់កម្លាំងនៃផ្ទៃមេឃនិងផែនដីបានហើយកម្លាំងនឹងកើនឡើងយ៉ាងខ្លាំងដល់ពេលត្រូវទៅជួបក្មេងស្រីម្នាក់នោះហើយតើអ្នកនាងនៃនិកាយផ្កាមើលពណ៌ស្នាក់នៅណែឥឡូវនេះហាក់ដូចជាស្នាក់នៅភូមិគ្រឹះឈីងហ្វុងនៅភាគខាងកើតក្រុងនោះគឺជាកន្លែងស្នាក់នៅរបស់និកាយផ្កាមើលពណ៌ក្នុងទីក្រុងនេះតើអ្នកឃើញបាតុភូតលើមេកាពីយប់មិនទេពន្លឺ7ពណ៌ដ៏អស្ចារ្យថែមទាំងមានការភ្ញាក់នៃសរសៃវិញ្ញាណទៀតទីក្រុងសាងយីងនឹងរុងរឿងមិនខានលោកគ្រូចង់គូសូមអញ្ជើញអង្គុយការពីសូមអរគុណលោកគ្រូណាស់ដែលបានជួយបានមនុស្សឆ្នោតទេអូនស្រីខ្ញុំច្បាស់ជាគ្រោះថ្នាក់ធំរឿងតូចតែទេចុះប្អូនស្រីអ្នកនាងយ៉ាងម៉េចហើយអរគុណដល់បុណ្យបារមីលោកគ្រូនាងបានធូរស្រាលច្រើនហើយអរគុណលោកគ្រូជាន់ខ្ពស់ដែលបានជួយសង្គ្រោះជីវិតមិនបាច់គួសំទេសុងស៊ីសុងហេតុអ្វីបានជាអ្នកនៅឈរទីនេះទៀតសិស្សបានរៀបចំពិធីជប់លៀងហើយរងចាំលោកគ្រូជានិច្ចតើលោកគ្រូមានការអ្វីមែនទេចង់ឲ្យខ្ញុំទៅជួបបុកបុរសរបស់អ្នកមែនទេបាទលោកបុកបុរសចូលចិត្តវិជាពេទ្យណាស់វិជាពេទ្យរបស់លោកគ្រូខ្ពស់យ៉ាងនេះបើបានទៅដល់ចរឡងស្ដេចឆ្នាំលោកបុកបុរសច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ក្មេងម្នាក់នោះប្រកាសជាចង់ទៅជួបសិស្សម្នាក់មិនខានបើអញ្ចឹងខ្ញុំទៅមើលបន្តិចក៏មិនអីដែរព្រមចុះអរគុណលោកគ្រូជាន់ខ្ពស់សិស្សនឹងទៅរៀបចំភ្លាមប៉ុន្តែមុននឹងទៅខ្ញុំមានរឿងសំខាន់ត្រូវធ្វើអ្នកនាងគូខ្ញុំមានកូនចៅម្នាក់នៅក្នុងនិកាយការមិនពណ៌ចង់ឲ្យអ្នកនាងជួយនាំផ្លូវខ្ញុំទៅជួបបន្តិចកូនចៅលោកគ្រូឬមួយជាសិស្សថ្មីដែលទៅចូលនិកាយគ្មានបញ្ហាទេបើលោកគ្រូមិនប្រកាន់ទឹកស្អែកយើងអាចចេញដំណើរបានល្អណាស់ចំណែករឿងរបស់អ្នកចាំខ្ញុំត្រឡប់ពីនិកាយផ្កាមើលពណ៌វិញសិននិយាយគ្នាបើអញ្ចឹងសិស្សនឹងរងចាំលោកគ្រូនៅទីក្រុងសាងយីងនេះសម្រាប់តាមនឹងចុះព្រឹកស្អែកជួបគ្នានៅមាត់ទ្វារក្រុងបងស្រីតើគាត់ជានរណាឲ្យប្រកាសទៅនៅក្មេងសោះតែវិជាពេទ្យខ្ពង់ខ្ពស់ដល់ថ្នាក់នេះខ្ញុំក៏មិនដឹងដែរប៉ុន្តែដោយសារគាត់បានជួយជីវិតអូនគាត់ច្បាស់ជាមិនមែនជាមនុស្សអាក្រក់ទេនាំគាត់ទៅនិកាយជួបកូនចៅគាត់ក៏មិនទាស់ខុសអីដែរលោកគ្រូជាន់ខ្ពស់សូមទោសដែលឲ្យរងចាំយូរយើងបានរៀបចំសេះសម្រាប់លោកហើយមិនបាច់ទេខ្ញុំមានវិធីរបស់ខ្ញុំ
ទៅចុះតើនិកាយផ្កាមើលពណ៌នៅឆ្ងាយទេ មិនឆ្ងាយប៉ុន្មានទេធ្វើដំណើរទៅទីខាងលិច3ថ្ងៃនឹងទៅដល់លោកគ្រូជាន់ខ្ពស់ពិតជាមិនធម្មតាមែនកាលពីម្សិលមិញទើបតែចាប់ផ្ដើមថ្ងៃនេះឈានដល់កម្រិតលូតលាស់ទៅហើយគាត់ច្បាស់ជាលាក់បាំងកម្លាំងពិតមិនខាន ក្មួយស្រីខ្ញុំមកហើយ លោកគ្រូជាន់ខ្ពស់ដល់ហើយនេះគឺជានិកាយផ្កាមើលពណ៌ ពិតជាកន្លែងដ៏ល្អមែនកម្រិតធម្មពលវិញ្ញាណនៅទីនេះប្រហែលជាខ្ពស់ជាងកន្លែងធម្មតាដល់ទៅរាប់រយដងឯណោះ ចាប់តាំងពីអធិរាជិនីបង្កើតនិកាយផ្កាមើលពណ៌មកមានកំណត់គ្រាប់ជាច្រើនត្រូវបាននាំមកទីនេះបូករួមទាំងមហាកំពែងវិញ្ញាណដែលអធិរាជិនីរៀបចំដោយផ្ទាល់ទើបធ្វើឲ្យធម្មពលវិញ្ញាណកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះគឺជាកញ្ជ្រោងវិញ្ញាណកន្ទុយ9មែនទេ លោកគ្រូជាន់ខ្ពស់ពិតជាភ្នែកមុតមែននោះគឺជាសត្វវិញ្ញាណមួយក្នុងចំណោមសត្វដែលនិកាយយើងចិញ្ចឹមវាដឹងខុសត្រូវស្គាល់ភាសាមនុស្សនិងមានតួនាទីការពារខ្លោងទ្វារភ្នំ សូម្បីតែកញ្ជ្រោងវិញ្ញាណកន្ទុយ9ក៏អាចបង្កើតបានដែរមើលទៅក្មេងស្រីម្នាក់នេះពិតជាមានសមត្ថភាពមិនធម្មតាមែន ពិតជាមើលទៅសម្រម្មែនថែមទាំងមានក្លិនអាយតនៈនៃឋានសុគតិផង មិនដឹងថាលោកគ្រូជាន់ខ្ពស់ចង់ជួបសិស្សម្នាក់ណាដែរប្រហែលជាខ្ញុំអាចជួយរាយការណ៍ជូនមុនបាន មិនបាច់ទេទៅដល់នឹងដឹងដោយខ្លួនឯងហើយ ទីនោះគឺជាព្រះរាជវាំងរបស់អធិរាជិនីជាធម្មតាអធិរាជិនីតែងតែហ្វឹកហាត់នៅទីនោះប៉ុន្តែយើងក៏មិនបានជួបអធិរាជិនីយូរណាស់មកហើយដែរលើកលែងតែមានបញ្ជាបានមិនដូច្នោះទេស្ទើរតែគ្មាននរណាបានឃើញព្រះភេទឡើយលោកគ្រូជាន់ខ្ពស់តើកូនចៅដែលលោកចង់ជួបនោះមានឈ្មោះអ្វីដែរប្រហែលជាខ្ញុំអាចជួយស៊ើបសួរឲ្យបាន មិនបាច់ទេខ្ញុំរកនាងឃើញហើយ បងស្រីគាត់សម្ដៅទៅរកព្រះរាជវាំងអធិរាជិនីហើយប្រញាប់ដេញតាមគាត់ទៅលោកគ្រូជាន់ខ្ពស់សូមជប់សិនទីនោះគឺជាតំបន់ហាមឃាត់ខាងមុខជាតំបន់ហាមឃាត់មនុស្សមិនពាក់ព័ន្ធសូមថយចេញជាបន្ទាន់ បើប្រៀបធៀបតែកម្រិតធម្មពលខ្ញុំពិតជាមិនទាន់ស្មើអ្នកទាំងនេះទេប៉ុន្តែបើចង់សម្រុកចូលអ្នកទាំងនេះក៏មិនអាចខត់ខ្ញុំបានដែរយ៉ាងណាមិញអ្នកទាំងនេះក៏ជាកូនចៅជំនាន់ក្រោយរបស់សិស្សខ្ញុំដែរបើប្រើកម្លាំងបាយវានឹងខូចទឹកយុះជាគ្រូជាន់ខ្ពស់អស់ហើយខ្ញុំមកទីនេះដើម្បីរកមនុស្សហ៊ានមករកដល់ទីនេះពិតជាគួរឲ្យសម្ដេចមែនទីនេះគឺជាតំបន់ហាមឃាត់នៃនិកាយកាមមិនពណ៌បើមិនមែនជាមនុស្សសំខាន់ក្នុងនិកាយទេមិនអនុញ្ញាតឲ្យចូលក្បែរឡើយបើលោកនៅតែចេះចង់ចូលទៅទៀតកុំបន្ទោសពួកយើងថាគ្មានការគួរសមឲ្យសោះ សុំជប់សិនលោកម្នាក់នេះគឺជាអ្នកមានគុណរបស់ខ្ញុំដែលបានជួបនៅខាងក្រៅគាត់ទៅតែម្ដងច្បាប់លោកសូមអ្នកនរគ្នាអធិស្ឋានផង ស្រលោកគ្រូជាន់ខ្ពស់ទីនេះគឺជាតំបន់ហាមឃាត់បើសម្រុកចូលទៅនឹងធ្វើឲ្យប៉ះពាល់ដល់មហាកុំវិញ្ញាណលទ្ធផលនឹងមិនល្អឡើយតាមពិតគឺជាមិត្តភក្តិរបស់អ្នកនាងគូសោះប៉ុន្តែច្បាប់គឺត្រូវតែគោរពមនុស្សក្រៅមិនត្រូវបានអនុញ្ញាតឲ្យចូលក្បែរភ្នំសំខាន់ឡើយបើលោកចង់ជួបនរណាសូមចុះទៅចុះឈ្មោះនៅជើងភ្នំហើយរងចាំការកោះហៅចុះ លោកគ្រូជាន់ខ្ពស់ចុះទៅក្រោមសិនទៅខ្ញុំអាចជួយលោកណែនាំឲ្យជួបព្រឹទ្ធាចារ្យដើម្បីរកមនុស្សតាមផ្លូវការបាន បែកគ្នាយូរពេកហើយខ្ញុំមិនអាចរងចាំបានទៀតទេអ្នកនាងគូប្រញាប់នាំមិត្តភក្តិអ្នកចេញទៅបើមិនព្រមចេញទេកុំបន្ទោសពួកយើងថាប្រើកម្លាំងបាយមិនអីទេបើអញ្ចឹងឲ្យនាងដឹងថាខ្ញុំមកដល់ចុះក្លិនអាយតនៈនេះហេតុអ្វីបានជាផ្ដល់អារម្មណ៍ស្និទ្ធស្នាលដល់ខ្ញុំយ៉ាងនេះទូបង្គំសូមរាយការណ៍ជូនអធិរាជិនីទូបង្គំបានចាត់មនុស្សឲ្យតាមរកគ្រប់ទីទីហើយប៉ុន្តែនៅតែរកមិនឃើញបានរបស់យុវជនអ្នកនោះឡើយ បន្តតាមរូបភាពចុះខាងសាលាធានជីមានដំណឹងអ្វីខ្លះទេ ទូបង្គំបានពឹងពាក់ពួកគេឲ្យជួយតាមរកយ៉ាងអស់ពីសមត្ថភាពហើយប្រសិនបើមានតម្រុយអ្វីពួកគេនឹងរាយការណ៍មកភ្លាមយុវជនម្នាក់នោះច្បាស់ជាមានជាប់ពាក់ព័ន្ធនឹងលោកគ្រូមិនខានត្រូវតែរកគាត់ឲ្យឃើញ រយៈពេល200ឆ្នាំមកនេះខ្ញុំមិនដែលឃើញអធិរាជិនីមានអាការៈជ្រួលច្របល់បែបនេះឡើយឬមួយក៏តើអ្នកកំពុងគិតអ្វីហ្នឹង ទូបង្គំមិនហ៊ានស្មានផ្ដេសផ្ដាស់ឡើយគ្រាន់តែលោកគ្រូតើវាសំដែងទេដែលព្រះចៅអធិរាជស្រីចំណាយកម្លាំងចិត្តលើមនុស្សក្រៅបែបនេះ គាត់មិនមែនជាមនុស្សក្រៅទេបន្តស្វែងរកទៅមិនបាច់សួរច្រើនទេ កូនសិស្សទទួលបញ្ជាលោកគ្រូតើពិតជាលោកគ្រូត្រឡប់មកវិញមែនទេ
តាមមានរឿងអ្វីកើតឡើងនេះគឺជាក្លិនអាយតនៈរបស់ព្រះចៅអធិរាជស្រីឬមួយព្រះនាងចេញពីការតាំងសិលហើយព្រះចៅអធិរាជស្រីព្រះនាងបង្ហាញខ្លួនហើយសូមក្រាបថ្វាយបង្គំព្រះចៅអធិរាជស្រីនេះគឺជាកម្លាំងកម្ពុជានៃអាណាចក្រស្ពានទេពគួរឲ្យខ្លាចណាស់ចប់ហើយប្រកាសជាគាត់ធ្វើឲ្យព្រះនាងខឹងហើយឯងនៅចូលធ្ងន់ធ្វើអីទៀតកាលណាព្រះនាងខឹងមិនត្រឹមតែឯងស្លាប់ទេសូម្បីតែពួកយើងក៏រងគ្រោះដែរអង្គវរលោកហើយប្រញាប់ចាក់ចេញទៅគ្រាន់តែជាក្មេងស្រីម្នាក់សោះខឹងហើយយ៉ាងម៉េចទៅឯងហ៊ានហៅព្រះនាងថាជាក្មេងស្រីផងអីលោកម្ចាស់កុំនិយាយបែបនេះអីព្រះនាងក្នុងប្រសាទនៃខ្ញុំនាងនៅតែជាក្មេងស្រីតូចម្នាក់ដែរទោះបីជានាងមានហិទ្ធិខ្លាំងក្លាយ៉ាងណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរការពិតនេះបានដែរឈួតហើយលោកគ្រូសូមកុំខឹងអីគាត់មិនបានតាំងចិត្តប្រមាថទេសូមលោកគ្រូមេត្តាអភ័យទោសផងថយចេញទៅពិតជាលោកគ្រូមែនលោកគ្រូទីបំផុតខ្ញុំបានជួបលោកគ្រូម្ដងទៀតហើយកូនសិស្សលាវឈីងសៀសូមក្រាបថ្វាយបង្គំលោកគ្រូលោកគ្រូព្រះនាងហៅគាត់ថាលោកគ្រូអីមើលនាងចុះខ្លាយជាម្ចាស់បាក់ទៅហើយនៅតែដូចក្មេងទៀតលោកគ្រូនៅមានជីវិតលោកគ្រូនៅរស់ពិតមែនធំអស់ហើយនៅយំមកទៀតឲ្យគេឃើញមិនល្អទេនោះជាព្រះចៅអធិរាជបានហួរណាតែពេលនេះបែរជាដូចក្មេងស្រីតូចម្នាក់ឲ្យគាត់អង្អែលក្បាលទៅវិញក្មេងស្រីដែលធ្លាប់ដើរតាមក្រោយខ្ញុំពីមុនឥឡូវនេះបានបង្កើតបាក់ដ៏ធំមួយដូចជាបានឃើញកូនស្រីធំដឹងក្តីអញ្ចឹងលោកគ្រូត្រឡប់មកវិញពិតមែនខ្ញុំមកវិញហើយនឹកស្មានមិនដល់សោះថាលោកម្ចាស់មានឋានៈខ្ពង់ខ្ពស់បែបនេះគាត់គឺជាលោកគ្រូរបស់ព្រះនាងលោកគ្រូពួកយើងចូលទៅជែកគ្នាក្នុងវិមានទៅក្រោកឡើងទាំងអស់គ្នារឿងថ្ងៃនេះហាមនិយាយប្រាប់អ្នកខាងក្រៅឲ្យសោះកូនសិស្សទទួលបញ្ជាបាត់ទៅហើយលោកគ្រូតើមានរឿងអ្វីកើតឡើងមិញហ្នឹងអ្នកដែលអាចឲ្យព្រះនាងហៅថាលោកគ្រូបានក្រៅពីលោកម្ចាស់ទេពតើមានអ្នកណាទៀតលោកម្ចាស់ទេពតែលោកម្ចាស់ទេពបានសោយទីបង្គត់តាំងពី300ឆ្នាំមុនបាត់ហើយតើអាចទៅរួចយ៉ាងម៉េចរឿងដែលកើតឡើងនៅថ្ងៃនេះហាមនិយាយចេញទៅសូម្បីតែមួយម៉ាត់កូនសិស្សទទួលបញ្ជាតើពួកឯងស្គាល់យុវជនម្នាក់នោះដោយរបៀបណាហើយហេតុអ្វីបានជានាំគាត់មកបានហួរគូលីងយានអញ្ចឹងសោះតាមពិតក្មេងដែលគាត់និយាយនោះគឺជាព្រះនាងសោះចាប់តាំងពីលោកគ្រូសោយទីបង្គត់ទៅសិស្សច្បងធំនិងអ្នកផ្សេងទៀតកម្របានជួបគ្នាណាលើកចុងក្រោយគឺកាលពី5ឆ្នាំមុនដែលសិស្សច្បងធំមកសួរសុខទុក្ខខ្ញុំឥឡូវគេយ៉ាងម៉េចហើយសិស្សច្បងធំពីដើមជាមនុស្សមិនអាចហាត់វិជាបានទេតែគាត់ប្រើកណ្ដាប់ដៃបង្កើតកេរ្តិ៍ឈ្មោះហើយថែមទាំងបង្កើតបាក់សម្រាប់ហាត់កម្លាំងកាយទៀតផងក្មេងរឹងរូសម្នាក់នោះពិតជាមិនធ្វើឲ្យខ្ញុំខកបំណងមែនក្រៅពីសិស្សច្បងធំអ្នកដែលជិតស្និទ្ធនឹងខ្ញុំជាងគេគឺសិស្សច្បងទី25ចៅសៀវតាវចៅសៀវតាវក្មេងដែលស្រែករាល់ថ្ងៃថាចង់ខ្លាចជាអ្នកដើរលេខមួយក្នុងលោកម្នាក់នោះមែនទេពីជាដើមរបស់គាត់ពេលនេះខ្លាំងពូកែណាស់គាត់បានទៅការពារនៅព្រំដែនទីខាងត្បូងជិត100ឆ្នាំហើយទីនោះជាកន្លែងដែលមនុស្សនិងវិស័យនៅជិតគ្នាស្ថិតភាពស្មុគស្មាញណាស់ភាគខាងត្បូងចៅសៀវតាវម្នាក់នោះឈួតដណ្ដើមណាស់មិនសូវខ្វល់ពីរឿងផ្សេងទេបើថារូបគេប្រាជិតខ្ញុំមិនសូវជឿប៉ុន្មានទេខ្ញុំសម្រេចចិត្តហើយនឹងទៅភាគខាងត្បូងរកចៅសៀវតាវសិនហើយក៏មានកូនសិស្សពី3នាក់ទៀតនៅទីនោះដែរទោះបីជាឋានៈមិនខ្ពស់ដូចចៅសៀវតាវតែពួកគេសុទ្ធតែជាកម្លាំងសំខាន់លោកគ្រូទើបតែមកវិញសោះបើលោកគ្រូចង់ទៅមេត្តាទទួលយករបស់ទាំងនេះទៅនេះជារបស់របស់នេះលោកគ្រូអាចមួយវិសាបានមួយពីកន្លែងនេះមានតែទោះបីជាមានសម្លេងរបស់គ្រូតែយ៉ាងខ្លះនាងម្នាក់នេះចេះគិតគូរជាងមុលច្រើនណាស់
លោកគ្រូតាមពិតខ្ញុំចង់ប្រាប់ដំណឹងពីការត្រឡប់មកវិញរបស់លោកគ្រូទៅដល់សិស្សច្បងឯទៀត កុំតន់អីពេលវេលាកន្លងផុតទៅយូរប្រកាសជាមានអ្នកខ្លះប្រចិត្តខ្ញុំចង់ទៅមើលដោយតសិនចាំទៅទៀត កូនសិស្សយល់ហើយ មើលថែប៉ាឲ្យល្អចាំដំណឹងពីខ្ញុំ លោកគ្រូធ្វើដំណើរដោយសុវត្ថិភាពកូនសិស្សនឹងរងចាំលោកគ្រូត្រឡប់មកវិញ សូមអបអរសាទរលោកម្ចាស់ទទួលបានការគោរពពីលីវឈីងស៊ីរង្វាន់គឺពិន្ទុគោរព 50000 ពិន្ទុ ទទួលបាន 50000 ពិន្ទុភ្លាមតែម្ដងសំជាកូនសិស្សសំណប់ចិត្តមែនពិតជាមិនធ្វើឲ្យខ្ញុំខកបំណងឡើយចៅស៊ីវតាវនិងកូនសិស្សទាំងឡាយលោកគ្រូមកហើយ លោកគ្រូលើកនេះត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណា ពួកអញដឹងទេលោកម្ចាស់ដាវទេកាលពីមុនបានប្រើដាវតែមួយកាប់ក្នុងឆាំងយន្តដាច់ជីវីចំណែកប៉ុណ្ណឹងនេះចាលោកម្ចាស់ដាវទេបានពីបានតែឡៃឡៃស្ដាប់នេះខ្ញុំអ្នកមកពីខាងជើងនិយាយថាលោកម្ចាស់ដាវទេម្នាក់ហ៊ានរកជាមួយសាច់សាច់បីបានតែបីប៉ុណ្ណោះពាក្យចាំអារ៉ាមទាំងនេះកាន់តែមិនសមហេតុផលទៅហើយតែរឿងកាលពី150ឆ្នាំមុនដែលចៅស៊ីវតាវកាលពីព្រំដែនម្នាក់ឯងទប់ទល់នឹងពួកបិសាចនោះជារឿងពិតនិយាយថាពេលនេះលោកម្ចាស់ដាវទេកំពុងរើកូនសិស្សខ្ញុំខំធ្វើដំណើរពីខាងជើងមកយ៉ាងឆ្ងាយលើនេះត្រូវតែធ្វើជាសិស្សរបស់គាត់បានរើកូនសិស្សចៅស៊ីវតាវម្នាក់នោះចេះចង់រើកូនសិស្សតាំងពីអង្ការកាលពីមុនគេខ្វល់តែរឿងដាវប៉ុណ្ណោះកុំថាឡើយរើកូនសិស្សសូម្បីតែនិយាយជាមួយគេក៏គេខ្ជិលដែរលោកម្ចាស់តាត្រូវការអ្នកនាំទៅទេយកតែសន្តិ3គ្រាប់ប៉ុណ្ណោះខ្ញុំស្គាល់ទីនេះច្បាស់ណាស់ក្មេងម្នាក់នេះធ្វើឲ្យខ្ញុំនឹកឃើញខ្លួនឯងកាលពីក្មេងចាំបន្តិចខ្ញុំមិនធ្វើបាបអញទេរបស់ទាំងនេះឲ្យអញទាំងអស់លោកមិនប្រកាន់តែខ្ញុំជាកូនកាត់បិសាចទេអីហើយអ្វីត្រូវប្រកាន់ក្នុងភ្នែកខ្ញុំអញគ្រាន់តែជាក្មេងម្នាក់ដែលចង់រកមកទេប៉ុណ្ណោះខ្ញុំឈ្មោះហ៊ួនយូឆ្នាំនេះអាយុ12ឆ្នាំបើពិសោធន៍ឬកូនសិស្សជាច្រើនឆ្នាំប្រាប់ខ្ញុំថាក្មេងម្នាក់នេះមិនធម្មតាទេស្លាប់ទាំងគូនោះនឹងក្លិនអាយតនៈនៅលើខ្លួនទេលោកម្ចាស់មើលចុះខាងនោះគឺជាហាងលក់ថ្នាំទឹកធំជាងគេឯនោះជាកន្លែងលក់អាវុធហើយនៅមានប្រញាប់ឡើងទីលានយ៉ាវខ្វាងបើកហើយមានអ្នកទៅដកដាវទៀតហើយឬមួយទីលានយ៉ាវខ្វាងបើកហើយតែទីលានយ៉ាវខ្វាងជាកន្លែងអ្វីហើយអ្វីបានជាមានមនុស្សចាំម្លេះលោកម្ចាស់មិនជាស្ទីនេះមិនដឹងគាត់ថាទីលានយ៉ាវខ្វាងជាបេះដូងនេះធម្មតាទៀតតែវាមានរឿងខាងមុខគឺមានអ្នកចង់ដកដាវរបស់លោកម្ចាស់ដាវទេពដើម្បីសុំធ្វើជាកូនសិស្សអីគេមានរឿងបែបហ្នឹងដែរមានអ្នកចង់ធ្វើជាសិស្សគាត់ច្រើនណាស់ដើម្បីកុំឲ្យរំខានលោកម្ចាស់ដាវទេពបានដកដាវមួយនៅកណ្ដាលទីលានបើអ្នកណាដកវាបានគាត់នឹងទទួលធ្វើជាសិស្សតែជិត50ឆ្នាំមកហើយមិនទាន់មានអ្នកណាអាចដកដាវនោះរួចឡើយប្រើវិធីនេះដើម្បីរើកូនសិស្សគួរឲ្យចាប់អារម្មណ៍មែនតោះនាំខ្ញុំទៅមើលបន្តិចមើល ចាស់លោកម្ចាស់មកតាមខ្ញុំមក នេះមិនមែនជាដាវសម្រាប់ជ្រូកដែលខ្ញុំបានធ្វើឲ្យអាល្អិតនោះទេអីកាលនោះខ្ញុំគ្រាន់តែធ្វើវាលេងជាអាវុធសម្រាប់អ្នកទើបហាត់ថ្មីថ្មោងតែប៉ុណ្ណោះនឹកស្មានមិនដល់ថាគេហ៊ាន
អស់លោកអ្នកទាំងឡាយដល់ពេលនៃមហាសន្និបាតដកដៅប្រចាំឆ្នាំទៀតហើយសូមអញ្ជើញបេក្ខជនទាំងអស់ឡើងមកលើវេទិកាខ្ញុំបាទលូជីងថ្ងៃនេះមកចូលរួមការសាកល្បងដាវស៊ូសូមអស់លោកជួយធ្វើជាសាក្សីផងគេជាសិស្សដែលមានដុងបំផុតក្នុងចំណោមយុវជនត្រកូលលូនិងជាអ្នកបន្តវេនមេគ្រួសារជំនាន់ក្រោយវ័យនៅក្មេងសោះតែសមត្ថភាពដល់កម្រិតផ្កាយ7ទៅហើយលូជីងពិតជាមិនអន់មែនប៉ុន្តែបើធៀបនឹងលីស៊ឺជាងគឺនៅស្ទើរឆ្ងាយណាស់គុំនិយាយដេះដាស់លោកម្ចាស់វ័យក្មេងត្រកូលលូយើងដល់កម្រិតកម្ពស់ផ្កាយ7ហើយការយល់ដឹងពីក្បាច់ដាវក៏ខ្ពស់ណាស់ដែរខ្ញុំបាទលីស៊ឺជាងមកដើម្បីសាកល្បងដាវស៊ូរបស់លោកម្ចាស់ដាវស៊ូបងប្រុសលីអ្នកដែលដកដាវបាននៅថ្ងៃនេះច្បាស់ជាខ្ញុំសិស្សរបស់លោកម្ចាស់ដាវស៊ូមានតែខ្ញុំម្នាក់គត់ត្រឹមតែមនុស្សសម្បូររៀនដូចជាឯងហ្នឹងអីមានតែអ្នកខ្លាំងដូចជាខ្ញុំទេទើបសាកសមនឹងបន្តវេនក្បាច់ដាវរបស់លោកម្ចាស់ដាវស៊ូហាគុំជួបគ្នាអីកម្លាំងរបស់កុសសម្ព័ន្ធស្វាវិស័យគឺល្បីខ្លាំងណាស់ដកដាវត្រឹមតែមួយគឺជារឿងតូចតាចបំផុតយកសពទៅដាវរបស់លោកម្ចាស់ដាវស៊ូមិនធ្លាក់ទៅក្នុងដៃពួកបិសាចឡើយពួកមនុស្សកំពេចកំប៉ុកថយចេញទៅចាំមើលពេលដែលខ្ញុំដកដាវស៊ូក៏ចេញមកតើពួកឯងមានមុខមាត់ឯណាទៀតអាស្វាធំឯងយកសពទៅដាវរបស់លោកម្ចាស់ដាវស៊ូក៏ជារបស់មនុស្សជាតិពួកបិសាចឯងកុំសង្ឃឹមឲ្យសោះត្រូវហើយនេះជាវត្ថុស័ក្តិសិទ្ធិរបស់មនុស្សជាតិយើងមិនអាចឲ្យពួកបិសាចមកបំពេញបានឡើយក្រអើយក៏ទុំណាស់កុលសម្ព័ន្ធស្វាវិស័យរបស់ខ្ញុំមានកម្លាំងមហាសាលពេលដែលខ្ញុំដកដាវបានខ្ញុំនឹងសម្លាប់ពួកឯងទាំងពីរមុនគេអាល្អិតចៅសៀវតាវនេះមានកេរ្តិ៍ឈ្មោះនៅភាគខាងត្បូងខ្លាំងជាងអ្វីដែលខ្ញុំបានគិតទៅទៀតក្បាច់ដាវត្រកូលលូស្ទីលទី1ស្ទីលទី2ញែកប្រត់2ស្ទីលទី3កាត់ព្រះច័ន្ទសមត្ថភាពត្រឹមប៉ុណ្ណឹងចង់ឲ្យដាវស៊ូមានប្រតិកម្មផងអីពិតជាគួរឲ្យអស់សម្ដេចណាស់ចាំមើលខ្ញុំម្ដងពួកមនុស្សអសមត្ថភាពបើពួកឯងធ្វើមិនបានទុកឲ្យខ្ញុំម្ដងសត្វតិឆាននៅតែជាសត្វតិឆានគ្មានមារយាទបន្តិចសោះមិនចេះក្បាច់ដាវផងចាំមកដកដាវធ្វើអីមានតែម្លងបាយតើអាចយកពីវិញ្ញាណដាវរបស់លោកម្ចាស់ដាវស៊ូបានយ៉ាងម៉េចទៅក្បាច់ដាវអីច្បាប់មានតែថាទៅចេះក្បាច់ដាវអីឲ្យតែដកដាវទេមកបានគឺចាប់ទុកថាជាហើយឡើងមកខ្ញុំប្រាប់ហើយថាអាសត្វនេះមានតែម្លងបាយដាវរបស់លោកម្ចាស់ដាវស៊ូមិនមែនពួកបិសាចអាចប៉ះពាល់បានឡើយបើពួកឯងដកចេញដល់ញីបែបហ្នឹងមែននោះពិតជាចម្លែកណាស់ឆ្លើយណាស់លោកម្ចាស់លូនិងលោកម្ចាស់លីសុទ្ធតែជាកំពូលអ្នកខ្លាំងក្នុងទីក្រុងយ៉ាខ្វានសមត្ថភាពក្បាច់ដាវរបស់ពួកគាត់មិនមែនឲ្យមនុស្សដូចឯងមកវាតម្លៃទេខ្លះឡើយត្រូវហើយសូម្បីតែស្វាបិសាចក៏ដកមិនរួចដែរចុះឯងជាស្អីទៅវិញមនុស្សមិនស្គាល់ងឹតស្គាល់ភ្លឺបើខ្លាំងឡើងទៅមិនអីទេឲ្យខ្ញុំឡើងក៏ឡើងទៅមិនមែនជារឿងធំដុំអីផងកម្រិតលីវហឺអីហាសមត្ថភាពប៉ុណ្ណឹងហ៊ានមកដកដាវរបស់លោកម្ចាស់ដាវស៊ូដែរមនុស្សមិនស្គាល់ប្រមាណខ្លួនសូម្បីពួកយើងកម្រិតកាយ7ដល់មនុស្សផងចុះឯងត្រឹមតែកម្រិតលីវហឺសោះហ៊ានមកបង្អួតរៀងនៅទីនេះដែរឥឡូវទៅផ្ទះហាពី3ឆ្នាំទៀតទៅជ្រើសដូចឯងនេះសូម្បីតែកាន់ដាវក៏មិនចុះផងចង់មកដកដាវលោកម្ចាស់ដាវស៊ូអីទៅហាមនុស្សជាតិអស់អ្នកខ្លាំងហើយអីបានជាបញ្ជូនមនុស្សកំសោយបែបនេះមកអាល្អិតនេះជាអ្នកណាទៅធ្វើឲ្យពួកយើងត្រូវពួកបិសាចសាច់ចំអកឲ្យបែបនេះមនុស្សនាំតែរឿងអាម៉ាស់អាល្អិតចៅសៀវតាវឯងហ៊ានទុកដាវដែលខ្ញុំឲ្យចោលនៅទីនេះអីចាំមើលតែជួបមុខខ្ញុំនឹងវាឯងឲ្យបែកគូតមិនខានធ្វើជារកពីណាសូម្បីតែកាន់ដាវមិនចុះផងគុំសង្ឃឹមថានឹងបានប៉ាដាវស៊ូឲ្យសោះមនុស្សជាតិពិតជាធ្លាក់ចុះមែនហើយបានជាបញ្ជូនមនុស្សកំពេចកំពុកមកឲ្យគេសាច់បែបនេះហឹមខ្ញុំដឹងហើយថាលោកម្ចាស់ច្បាស់ជាធ្វើបាន
តើគេធ្វើបានយ៉ាងម៉េចទៅអាល្អិតនេះជាអ្នកណាឲ្យប្រាកដតើម្នាក់នេះមានប្រវត្តិយ៉ាងណាទៅត្រឹមតែកម្រិតលីវឺសោះអាចដកដាវស៊ូបានទៅរួចមើលចុះដាវនោះវិញ្ញាណដាវដាវនេះមានវិញ្ញាណដាវសន្ធិដ្ឋនៅក្នុងនោះបាត់ទៅហើយមិនចម្លែកទេដែលពួកយើងដកមិនរួចតាមពិតគឺមិនទទួលបានការយល់ព្រមពីវិញ្ញាណដាវសោះវិញ្ញាណដាវឲ្យពិតជាអស្ចារ្យមែនឬមួយយុវជនដែលមើលទៅសាមញ្ញម្នាក់នេះគឺជាកំពូលអ្នកខ្លាំងដែលមិនធ្លាប់មានដាវសម្រាប់ជ្រូកឲ្យដាវសម្រាប់ជ្រូកកាលនោះខ្ញុំគ្រាន់តែធ្វើឯងលេងសោះមិននឹកស្មានថាឯងមានវិញ្ញាណបែបនេះសោះបើអញ្ចឹងគុណភាពរបស់ដាវកំពុងតែកើនឡើងហើយមិនអាចទៅរួចទេគេគ្រាន់តែចុចបន្តិចសោះមានអីដែលថាមិនអាចទៅរួចដាវសម្រាប់ជ្រូកនេះខ្ញុំគ្រាន់តែធ្វើលេងកាពីមុនប៉ុណ្ណោះឥឡូវវាមានវិញ្ញាណដាវទៅហើយអញ្ចឹងខ្ញុំនឹងជួយបន្ថែមបន្តិចដើម្បីឲ្យវាបានសម្រាប់រូបរាងពិតប្រាកដវិញ្ញាណដាវសម្រាប់ជ្រូកសូមគោរពលោកម្ចាស់វិញ្ញាណដាវពិតជាវិញ្ញាណដាវមែនរស់នៅជាង80ឆ្នាំហើយនេះជាលើកទី1ដែលខ្ញុំបានឃើញវិញ្ញាណដាវចាប់កំណើតឡើងបែបនេះលោកម្ចាស់ពិតជាអស្ចារ្យមែនឃើញទេនោះហើយជាលោកម្ចាស់របស់ខ្ញុំលោកម្ចាស់ខ្ញុំពិតជាខ្លាំងណាស់តើក្មេងម្នាក់នេះជាអ្នកណាហេតុអីក៏មានទំនាក់ទំនងជាមួយយុវជនដែលដកដាវស៊ូបាននោះតើអស់លោកដឹងទេថាវិញ្ញាណដាវមានន័យយ៉ាងណាតាមដំណើរថាក្រោយពេលវិញ្ញាណដាវចាប់កំណើតវានឹងជួយបង្កើនកម្លាំងប្រយុទ្ធដល់ម្ចាស់របស់វាបានដល់ទៅ30%ប៉ុន្តែតើអស់លោកដឹងទេថាការបង្កើតវិញ្ញាណដាវវាពិបាកកម្រិតណានៅក្នុងលោកនេះអ្នកដែលអាចបង្កើតអាវុធបែបនេះបានប្រហែលជាមានតែស្ដេចជាងដៃទេដឹងស្ដេចជាងដៃគឺជាកម្ពុជាដែលក្នុងរឿងនេះក្នុងមួយបង្កើតអាវុធរបស់ប៉ុន្តែអាវុធនេះមានដាវគឺមានដំណោះអ្វីដែលសំខាន់បំផុតនោះគឺដាវនេះគឺជាដាវប្រចាំកាយរបស់លោកម្ចាស់ដាវស៊ូលោកម្ចាស់ដាវស៊ូប្រើពេលរាប់សិបឆ្នាំក៏មិនអាចបង្កើតវិញ្ញាណដាវបានដែរតែយុវជនម្នាក់នេះគ្រាន់តែបន្តិចក៏បានសម្រេចឬមួយគេខ្លាំងជាងស្ដេចជាងដៃទៅទៀតចាំបន្តិចវិញ្ញាណដាវមិញនេះឈ្មោះអីគេសម្រាប់ជ្រូកឈ្មោះស្អីក៏ចម្លែកម្លេះដាវស៊ូក៏ដ៏អស្ចារ្យបែរជាដាក់ឈ្មោះថាសម្រាប់ជ្រូកទៅវិញពិតជាគួរឲ្យស្ដាយមែនឲ្យធ្វើម៉េចបើដាំឡើយវាជាដាវសម្រាប់ជ្រូកនឹងស្អីគេហ្នឹងលេងដៃទៅមិនលេងទេលោកគ្រាតែលោកគ្រូព្រមទទួលពួកយើងជាសិស្សលោកគ្រូសូមទទួលពួកយើងជាសិស្សផងបើមិនព្រមលេងទេខ្ញុំនឹងវាយហើយណាបើអញ្ចឹងវាពួកយើងឲ្យស្លាប់ទៅពួកយើងសុខចិត្តត្រូវហើយបានស្លាប់ក្រោមដៃលោកគ្រូក៏ជាកិត្តិយសដែរពួកឯងទាំងពីរមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេទោះបីមកតោងខ្ញុំបែបនេះក៏គ្មានប្រយោជន៍ដែរការចង់ធ្វើជាសិស្សរបស់លោកម្ចាស់ដាវស៊ូគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះប៉ុន្តែពេលនេះកម្ពុជាអ្នកខ្លាំងនៅចំពោះមុខហើយនេះជាឱកាសតែមួយគត់បើបណ្ដោយឲ្យរបូតមុខជាត្រូវស្ដាយក្រោយអស់មួយជីវិតក៏បានខ្ញុំនឹងផ្ដល់ឱកាសឲ្យពួកឯងពិតមែនឬដំណើរនេះខ្ញុំត្រូវទៅភៀកខាងត្បូងដើម្បីរកមនុស្សម្នាក់បើពួកឯងចង់អាចតាមខ្ញុំទៅបានពួកយើងស្ម័គ្រចិត្តកុំអាប្រញាប់ឆ្លើយពេកខ្ញុំមិនធានាសុវត្ថិភាពឲ្យពួកឯងទេណាបើមានគ្រោះថ្នាក់ខ្ញុំនឹងរត់មុនគេហើយបើពួកឯងអាចត្រឡប់មកវិញទាំងមានជីវិតនិងឆ្លងផុតការសាកល្បងរបស់ខ្ញុំនឹងពិចារណាមករៀនខ្លះចំណែករឿងទទួលជាសិស្សខ្ញុំមានគម្រោងផ្សេងពួកយើងយល់ព្រមការដែលអាចដើរតាមលោកគ្រូបានទោះបីជាត្រូវស្លាប់ក៏វាមានតម្លៃដែរអ្វីដែលបងប្រុសលូនិយាយគឺត្រឹមត្រូវណាស់តើពូជមនុស្សនឹងមានកដាវស៊ូជាម្នាក់ទៀតកើតឡើងមែនទេមិនបានទេគ្រាន់តែដាវស៊ូម្នាក់ក៏បង្កបញ្ហាគ្រប់គ្រាន់ទៅហើយប្រសិនបើមានម្នាក់ទៀតកើតឡើងតំបន់ណានជាងគឺជាទឹកដីរបស់ពួកបិសាចត្រូវតែសម្លាប់វាចោលតាំងពីវានៅតូចលោកម្ចាស់អ្នកត្រូវតែទៅជួបលោកដាវស៊ូគាត់ប្រកាសជាទទួលអ្នកធ្វើជាសិស្សមិនខាន
ទទួលខ្ញុំធ្វើជាសិស្សចាំមើលថាតើគាត់មានចិត្តក្លាហានដល់កម្រិតណា លោកដៅសុខខ្លាំងពូកែណាស់នៅណានជាងទាំងមូលតើនរណាមកគោរពគាត់ខ្លះមនុស្សដែលចង់សុំគាត់ធ្វើជាគ្រូមានច្រើនរាប់មិនអស់ តាមទ្រឹស្ដីគាត់គឺជាកូនកាត់រវាងពូជស្លាប់និងពូជមនុស្សក្នុងខ្លួនគាត់គួរតែមានឈាមជ័រតែពីរប្រភេទប៉ុណ្ណោះប៉ុន្តែខ្ញុំមានអារម្មណ៍យ៉ាងច្បាស់ថាឈាមជ័ររបស់គាត់មិនសាមញ្ញបែបនេះទេឬមួយក៏មានបាតុភូតវិលត្រឡប់ទៅរកពូដើមកាត់ឡើងលើខ្លួនហ៊ួនយូហើយនៅតំបន់វាពួកជ្រៅបំផុតនៃណានជាងមានអក្សរយ៉ាងឈ្មោះថាសិតលីងជាក្រហមដែលគេនិយាយថាអាចចម្រាញឈាមជ័រវិសាចបានដំណើរនេះអាចសាកល្បងស្វែងរកមើលបាន លោកម្ចាស់ខ្ញុំប្រាប់អ្នកចុះពេលនេះណានជាងត្រូវបានបែងចែកជាមហាអំណាចទាំង5ស្ដេចវិសាចទាំង4ដែលម្នាក់ស្ថិតក្នុងអាណាចក្រស្ពានទេវៈគ្រប់គ្រងតំបន់រៀងខ្លួនចំណែកលោកដៅសុខក៏គ្រប់គ្រងចំកណ្ដាលនៃណានជាង ក្មេងម្នាក់នេះមិនបានជួបគ្នា300ឆ្នាំសោះតែខ្លាំងដល់ថ្នាក់នេះ លោកម្ចាស់ស្គាល់លោកដៅសុខដែរមែនទេ ចាត់ទុកថាជាអ្នកចាស់ទុំម្នាក់ចុះ ប្រសិនបើលោកម្ចាស់ចង់ទៅណានជាងដើម្បីជួបដៅសុខអ្នកត្រូវតែឆ្លងកាត់ពាក់កណ្ដាលនៃណានជាងនៅទីនោះពោពេញដោយសត្វបិសាចសាហាវគ្រោះថ្នាក់ណាស់គួរតែរងចាំលោកដៅសុខមកក្រុងយ៉ាកុងវិញល្អជាងដល់ពេលគាត់ដឹងថាដៅត្រូវបានដកចេញគាត់នឹងមករកអ្នកដោយខ្លួនឯងមិនខាន យឺតណាស់ខ្ញុំទៅរកគាត់ដោយផ្ទាល់តែម្ដងទៅ អីចឹងខ្ញុំក៏ទៅដែរខ្ញុំស្គាល់ភូមិសាស្ត្រណានជាងច្បាស់អាចជួយលោកម្ចាស់ជៀសផុតពីគ្រោះថ្នាក់បានច្រើន បើនងក្មេងម្នាក់នេះទៅជាមួយពិតជាអាចកាត់បន្ថយបញ្ហាបានច្រើនមែនប៉ុន្តែវាក៏មានន័យថាត្រូវមានការបារម្ភបន្ថែមមួយទៀតដែរអីចឹងទៅជាមួយគ្នាទៅ ល្អណាស់ រត់ឲ្យលឿនឡើងបើមិនចង់ខ្លាចជាសាច់ដៅទេរត់ឲ្យលឿនទៅពួកគេមិនស្លាប់ទេមែនទេមិនស្លាប់ទេពួកមនុស្សស្រមោចទៅងាប់ទៅគេចឲ្យលឿនបើដឹងអីចឹងងាប់ក៏មិនមកដែរមិននឹកស្មានថាការសាកល្បងរបស់លោកគ្រូសាហាវបែបនេះសោះរត់លេងរួចហើយបើពីកម្លាំងជាមួយកុកប្រេយើងមានតែទៅផុតមកប៉ុណ្ណោះដល់ពេលត្រូវវីបបវិញហើយល្អណាស់ទីបំផុតចេះយកការខ្លះហើយអាសត្វតិរច្ឆានបើខ្លាំងមករកអញមកយូស៊ីជាត្រៀមខ្លួនរួចរាល់ហើយឬនៅឲ្យពេលខ្ញុំ10ដង្ហើមទៀតកុំសង្ឃឹមឲ្យសោះគឺពេលនេះហើយក្បាច់ដៅពោះណានជាងធ្វើបានល្អណាស់មានការរីកចម្រើនជាង7ថ្ងៃមុនស្ថានភាពបែបនេះក្នុងរយៈពេល7ថ្ងៃយើងបានឆ្លងកាត់មិនតិចជាង20ដងទេរាល់ពេលសុទ្ធតែស្ថិតក្នុងគ្រោះថ្នាក់បំផុតជីវិតព្យួរលើវិស័យសក់ប៉ុន្តែលទ្ធផលដែលទទួលបានក៏ធំធេងណាស់ដែររាល់ពេលក្រោយចប់ការប្រយុទ្ធលោកគ្រូតែងតែណែនាំក្បាច់ដាបដល់យើងត្រឹមតែ7ថ្ងៃខ្លីសមត្ថភាពរបស់យើងរីកចម្រើនយ៉ាងរហ័សចងចាំពាក្យស្លោកនេះឲ្យច្បាស់អ៊ីវិជាស្រុកខ្យល់ស៊ូកពេលកំពុងប្រាប់វិជានេះត្រូវនាំធម្មពលរបស់គ្រាប់បិសាចចូលទៅក្នុងចំណុចដានទៀនលោកអ្នកដូចជាកណ្ដាលតែម្យ៉ាងស្អាតស្អាតធម្មពលរបស់គ្រាប់បិសាចនោះត្រូវបានគាត់ស្រូបយកស្ទើរតែភ្លាមពីមនុស្សធម្មតាស្រាប់តែទម្លាប់ដល់អាណាចក្រអ្នករ៉ូម៉ានទេវៈដំណើរការដំបូងនេះពិតជាមិនគួរឲ្យជឿសោះលោកម្ចាស់ខ្ញុំខ្លាំងជាងមុនហើយពិតមែនហើយមូលហេតុដែលគាត់អាចស្រូបយកគ្រាប់បិសាចបានលឿនបែបនេះប្រហែលជាទាក់ទងនឹងការវិលត្រឡប់ទៅរកពូដើមប៉ុន្តែបើចង់វិលត្រឡប់ទៅរកពូដើមទាំងស្រុងគ្រាប់បិសាចគឺមិនគ្រប់គ្រាន់ទេសិតលីងជាក្រហមត្រូវតែរកឲ្យឃើញគោរពលោកម្ចាស់ស្ដេចជាមិនបិសាចព្រះអង្គម្ចាស់ស្វាបិសាចតើមានរឿងអ្វីបានជាប្រញាប់ប្រញាល់ម្ល៉េះ
មិនដឹងទេអីថាពេលនេះស្ដេចបិសាចជាច្រើនអង្គកំពុងពិភាក្សារឿងសំខាន់រឿងទាំងនេះទូបង្គំដឹងច្បាស់ប៉ុន្តែរឿងនេះសំខាន់ណាស់ខ្លាចមែនទេសមត្ថភាពដែលគូលីងយានបានបង្ហាញនៅក្រុងយ៉ាវកងពិតជាគួរឲ្យរំភើបណាស់ព្រៃដោបផ្កាស៊ូកនេះពូជមនុស្សស្រាប់តែមានកម្ពូលអ្នកខ្លាំងបែបនេះកើតឡើងគ្រាន់តែវាអាក្រក់មើលបន្តិចមិនដឹងថាពិតជាមេជួយមែននៅណានជាងបើចង់សម្រាប់យុវជនពូជមនុស្សម្នាក់គឺងាយស្រួលបំផុតយកនេះទៅមានវាស្មើនឹងបញ្ជារបស់សាច់បិសាចពួកបិសាចគ្រប់ទីក្នុងណានជាងនឹងស្ដាប់តាមទោះជាយ៉ាងណាក៏ដោយត្រូវតែបញ្ចុះស្វីឲ្យបាននៅណានជាងបាទលោកម្ចាស់ទូបង្គំធានាថានឹងសម្រាប់ក្មេងនោះឲ្យបានលោកម្ចាស់មិនដឹងថាផែនការរបស់ស្ដេចបិសាចត្រៀមលក្ខណៈដល់ណាហើយដើម្បីផែនការនេះយើងបានត្រៀមខ្លួនអស់រយៈពេល100ឆ្នាំមកហើយគ្មានបញ្ហាសម្រាប់ខ្ញុំឲ្យតែផែនការជោគជ័យទោះបីជាដាវស៊ូក៏ទម្លុះដល់អាណាចក្ររាជវាំងស៊ូក៏គង់តែស្លាប់ដែរប្រសិនបើដាវស៊ូក៏ស្លាប់ណានជាងនឹងគ្មាននរណាអាចបង្ក្រាបពួកបិសាចបានទៀតទេដល់ពេលនោះការវិលលោកពូមនុស្សនិងការគ្រប់គ្រងទាំងមូលនឹងនៅទីបង្កើតរឿងទាំងនេះមិនបាច់ឲ្យខ្ញុំបារម្ភទេមានស្ដេចបិសាចនៅទីនេះគ្មានអ្វីខុសឆ្គងឡើយអ្វីដែលសំខាន់បំផុតនៅពេលនេះគឺកម្ចាត់យុវជនពូជមនុស្សម្នាក់នោះបាទទូបង្គំនឹងទៅចាត់ការភ្លាមកុំតែអីជីវរដ្ឋរបស់ខ្ញុំនៅការមួយអូនទុកឲ្យខ្ញុំជាអ្នកចាត់ការចុះមានរឿងអ្វីមែនទេលោកគ្រូបិសាចកម្រិតកម្ពូលនៃអាណាចក្រជីវិតនិងសេចក្តីស្លាប់ក្លិនអាចខ្លាំងណាស់ប្រហែលជាខ្លាឃ្មុំខ្មៅស៊ូកម្ពូលអាណាចក្រជីវិតនិងសេចក្តីស្លាប់នោះគឺជាអភិរក្សអាសនៈបាននេះវិញតាមផ្លូវផ្សេងទៅលោកគ្រូតើត្រូវទៅណាទៀតនៅទីនោះមានពួកបិសាចស្នែងក្រហមដំណាក់កាលកណ្ដាលនៃអាណាចក្រជីវិតនិងសេចក្តីស្លាប់ស័ក្តិសមសម្រាប់ឲ្យអ្នកទាំងពីរហាត់សមដំណាក់កាលកណ្ដាលនៃអាណាចក្រជីវិតនិងសេចក្តីស្លាប់លើកនេះខ្ញុំសូមមុនគេការប្រយុទ្ធជាមួយគោបិសាចស្នែងក្រហមពិបាកជាងអ្វីដែលបានគិតទៅទៀតអស់រយៈពេលពេញ2ម៉ោងហត់ណាស់មកទៀតហើយលោកគ្រូសូមសម្រាប់បន្តិចមិនបានទេអីមានរឿងអ្វីមែនទេលោកគ្រូមានវិសាចមកទៀតហើយមែនទេចិត្តដល់ពេលទម្លុះអាណាចក្រហើយជួយការពារជុំវិញផងខ្ញុំត្រូវទម្លុះអាណាចក្រតើនេះពិតជាទស្សនវិជ្ជានៃការទម្លុះដល់អាណាចក្រកែ7មែនទេបាទតើពួកមេឃនឹងដេកដល់ពួកអរុណបែបនេះសូម្បីតែការទម្លុះដល់អាណាចក្ររាជវាំងស៊ូក៏ប្រហែលជាត្រឹមប៉ុណ្ណឹងដែរបងប្រុសអ្នកចាំទេការពីមុននឹងខ្ញុំក៏មានមកពីសេរីនេះដែរឬមួយក៏បាទតើពួកការនោះក៏បណ្ដាលមកពីលោកគ្រូដែរព្រះរាជាតើនេះជាស្ថានភាពអ្វីមិនធម្មតាទេបាទតើពួកកម្រិតនេះមិនមែនជាអ្វីដែលអ្នកប្រតិបត្តិធម៌ធម្មតាអាចបង្កឡើងបានឡើយទៅមើលបន្តិចទៅលោកគ្រូទម្លុះអាណាចក្រយូរពេកហើយអ្នកគិតមើលចលនាធំបែបនេះតើអាចនឹងតាក់ទាញសត្វបិសាចខ្លាំងមកទេពិតមែនហើយគឺជាពួកស្រមោចតូចតាចទាំងនោះបងប្រុសលូមាត់ឯងពិតជាសាហាវមែនខ្ញុំក៏មិនចង់ឲ្យវាកើតឡើងដែរស្ដេចបិសាចដំណាក់កាលកណ្ដាលនៃអាណាចក្រជីវិតនិងសេចក្តីស្លាប់